បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយទៅមកជួយយតារិស័យសម្រាប់បងប្អូនកើតឆ្នាំកូនបើគេគឺឆ្នាំកុរសម្រាប់ខែ12ឆ្នាំ2025ថាបងប្អូនដែលកើតឆ្នាំកុរសម្រាប់ខែ12ឆ្នាំ2025បងប្អូនមានជួយយតារិស័យដូចនេះខ្លះសូមតាមដានសម្រាប់ពិចារណាទូទាយដូចតទៅនេះចំពោះបងប្អូននៃការឆ្នាំកសម្រាប់ខែ12នេះគឺជាខែមួយដែលបង្ហាញថាផ្កាយនៃភាពឈឺចាប់កំពុងប៉ះពាល់ដល់ជីវិតបងប្អូនទាំងគ្នាហើយអញ្ចឹងលោកអ្នកមានអារម្មណ៍ថារឿងអស់កម្លាំងទាំងផ្លូវកាយទាំងផ្លូវចិត្តហើយនៅរដូវបុណ្យនេះបាទបុណ្យឆ្លងឆ្នាំនេះបងប្អូនអាចនឹងមានជំងឺនៃការ stress ច្រើនដូច្នេះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ឲ្យបានច្រើនបន្តិចទើបជាការប្រសើរតែទៅជាមួយការប្រកាន់ភ្ជាប់នៅភាពបាទជាម្ចាស់ការលើខ្លួនឯងក៏ត្រូវតែមានដែរហើយជាមានការចូលរួមសង្គមដ៏លើសលប់ដូចជាការចូលរួមការពិធីជប់លៀងឬក៏ពិធីដែលសំខាន់ណាមួយព្រោះថាបើទៅសិនលោកអ្នកចូលរួមច្រើនធ្វើឲ្យលោកអ្នកខាតបង់ប្រយោជន៍ច្រើនដូចគ្នាហើយត្រូវប្រកាន់ភ្ជាប់ជាមួយនឹងបងប្អូនគ្នាត្រូវជៀសវាងការចូលរួមពិធីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬក៏កេរ្តិ៍ឈ្មោះបងប្អូនគ្នាបើសិនជាលោកអ្នកចេះប្រយ័ត្នប្រយែងនោះលោកអ្នកនឹងមិនខាតប្រយោជន៍ច្រើនទេនៅក្នុងខែ12ឆ្នាំ2025ចំពោះបងប្អូនកើតឆ្នាំកុរតើតើជាមួយនឹងអាជីពការងារបងប្អូនគ្នាក្នុងរយៈពេលនេះបងប្អូនគ្នាអាចមានភាពតានតឹងខ្លះកើតឡើងហើយលោកអ្នកគួរតែព្យាយាមដើម្បីគ្រប់គ្រងការទទួលខុសត្រូវធ្ងន់ធ្ងរណាមួយឲ្យបានច្បាស់លាស់ទើបមិនមានបញ្ហាកើតឡើងតើតើជាមួយនឹងការផ្ទេរភារកិច្ចឬការស្វែងរកជំនួយគឺមានសារៈសំខាន់មែនទែនចំពោះបងប្អូនគ្នានៅក្នុងខែ12ឆ្នាំ2025នេះបើសិនជាលោកអ្នកត្រូវការជំនួយជួយនោះលោកអ្នកគួរតែរកមនុស្សចូលជួយថែមទៅព្រោះថាការងារលោកអ្នកកាន់តែធ្ងន់ទៅហើយអញ្ចឹងគួរតែព្យាយាមស្វែងរកដៃគូណាម្នាក់ដើម្បីជួយដល់លោកអ្នកដើម្បីជៀសផុតពីបញ្ហាណាមួយកើតឡើងជាយថាហេតុនៅកន្លែងការងារនៅក្នុងអាជីវកម្មលោកអ្នកគួរតែព្យាយាមបែងចែកបន្ទុកការងារបានច្បាស់លាស់ទៅកាន់កូនចៅឬក៏អ្នកដែលរួមសហការជាមួយបងប្អូនគ្នាតើតើជាមួយសម្ព័ន្ធមិត្តនៅកន្លែងការងារគួរតែព្យាយាមដោះស្រាយដោយសន្តិវិធីបើសិនជាមានចំនួនណាមួយកើតឡើងដែលលោកអ្នកមិនបានគ្រោងទុកឬក៏មិនបានព្រៀងទុកជាមុននោះហើយតើតើជាមួយនឹងកិច្ចការផ្សេងបើសិនជាអាចដកថយបានគួរដកថយខ្លះទៅកុំព្យាយាមរលទៅមុខខ្លាំងពេកព្រោះថាចន្លោះឆ្នាំ2025ខែ12នេះមិនមែនជាពេលវេលាល្អមួយសម្រាប់លោកអ្នកខំដេកត្រាំឬក៏ព្យាយាមធ្វើដោយលោកអ្នកមិនយល់ទៅជាមួយកិច្ចការដែលកំពុងតែធ្វើនោះទេចំពោះរឿងរ៉ាវស្នេហាបងប្អូនគ្នាកើតឆ្នាំកុរសម្រាប់ខែ12ឆ្នាំ2025នេះគឺបងប្អូនគ្នាមានភាពរីករាយជាមួយដៃគូបងប្អូនគ្នាយ៉ាងប្រសើរហើយចំណងមិត្តភាពនឹងរីកលូតលាស់ឡើងវិញក្នុងរយៈពេលឆ្នាំ2025ខែ12នេះគួរតែព្យាយាមចំណាយទំនាក់ទំនងជាមួយនឹងមិត្តជិតស្និទ្ធដើម្បីឲ្យមានឱកាសដើម្បីសាងរឿងល្អៗជាមួយគ្នាយ៉ាងល្អប្រសើរជៀសវាងបងប្អូនគ្នាកុំមើលស្រាលចំពោះបញ្ហាណាមួយកើតឡើងនៅចំពោះមុខពេកក្នុងចន្លោះខែ12នេះហើយតើតើបងប្អូនដែលជាសិស្សនិស្សិតនឹងទទួលបានរឿងរ៉ាវល្អៗច្រើនសម្រាប់ជីវិតហើយការប្រកួតប្រជែងក៏មានច្រើនផងដែរគួរតែព្យាយាមប្រឹងប្រែងអស់លទ្ធភាពទើបជាការប្រសើរអរគុណច្រើនបានសម្រាប់ការទូទាយជួយវិទ្យាវិស័យសម្រាប់ខែ12សម្រាប់បងប្អូនកើតឆ្នាំកុរពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលា